អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោកទឹកវុធីអភិបាលរងខេត្តកំពង់ស្ពឺនិងមនុស្ស2នាក់ទៀតពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិន$40,000លោកទឹកវុធីអភិបាលរងខេត្តកំពង់ស្ពឺរួមជាមួយមនុស្ស2នាក់ទៀតម្នាក់ជាទាហានត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ចាប់ខ្លួនពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន$40,000សម្រាប់ជនជាប់ចោទទាំង3ត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី9ខែមីនាឆ្នាំ2025សេចក្តីរាយការណ៍ទទួលបាននៅថ្ងៃទី10ខែមីនាឆ្នាំ2025បានបញ្ជាក់ថាលោកទឹកវុធីនិងបកពួកត្រូវបានកម្លាំងសមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនដោយសារស៊ីដាច់លុយចិន$40,000រឿងរត់អាជ្ញាប័ណ្ណរ៉ែតែមិនបានសម្រេចជនជាប់ចោទទាំង3នាក់ត្រូវបានសាលាដំបងខេត្តកំពង់ស្ពឺសម្រាប់ចោទប្រកាន់ទី1ឈ្មោះទឹកវុធីភេទប្រុសអាយុ56ឆ្នាំកើតនៅថ្ងៃទី7ខែមករាឆ្នាំ1969ឃាត់ខ្លួនទី2ឈ្មោះហៅខនហៅតង់ភេទប្រុសអាយុ45ឆ្នាំឃាត់ខ្លួនពីបទរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងក្លាយក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺខេត្តបៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនឹងចែងឲ្យផ្ដន្ទាទោសតាមមាត្រា666 627 668 629 630នៃក្រមព្រហ្មទណ្ឌនិងមាត្រា35នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយទី3ឈ្មោះម៉ឹងសរឿនឈ្មោះជាភាសាចិនអ៊ុងវិនឆាយភេទប្រុសអាយុ45ឆ្នាំឃាត់ខ្លួនពីបទសំគំនិតក្នុងអំពើរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺខេត្តបៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនឹងចែងឲ្យផ្ដន្ទាទោសតាមមាត្រា29 626 627 628 629 630នៃក្រមព្រហ្មទណ្ឌនៃមាត្រា35នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយក្រោយការចាប់ខ្លួននិងចោទប្រកាន់ពីតំណាងអัยការពួកគេទាំង3នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្ដង